សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងអធិប្បាយអំពីការចំខ្មុំភាពបន្តទៀតណាបងប្អូនបាទថ្ងៃនេះខ្ញុំនឹងលើកប្រធានបទស្ដីពីការជ្រើសរើសទីតាំងនិងការរៀបចំទីកន្លែងចំខ្មុំបាទអញ្ចឹងតកតងទៅនឹងការរៀបចំទីកន្លែងចំខ្មុំក៏ដូចជាការជ្រើសរើសទីតាំងបាទគឺវាមានសារៈសំខាន់ខ្លាំងណាស់បាទបើសិនជាទីតាំងយើងអត់ល្អទេពុំមានធនធានគ្រប់គ្រាន់ទេនៅក្នុងធម្មជាតិគឺយើងពិបាកចិញ្ចឹមឃ្មុំណាស់បាទគឺយើងត្រូវចំណាយធនធានច្រើនណាស់ដើម្បីឲ្យឃ្មុំនឹងរស់រានមានជីវិតដូច្នេះហើយការចាប់ផ្ដើមចិញ្ចឹមឃ្មុំគឺយើងត្រូវតែធ្វើការអង្កេតទៅលើធម្មជាតិបាទថាតើវាមានទឹកដមផ្ការុក្ខជាតិច្រើនទេហើយវាសម្បូរលំអងផ្កាដែរឬទេនៅក្នុងធម្មជាតិបាទហើយមិនមែនថាយើងមើលតែជុំវិញផ្ទះយើងទេបាទគឺនៅក្នុងទំហំប្រហែលជា2ទៅ3គីឡូជុំវិញផ្ទះយើងបាទពួកឃ្មុំវាមិនមែនហើរចិត្តនឹងទេបាទគឺវាហើរបានឆ្ងាយរហូតដល់ទៅ5គីឡូដីណោះបាទមិនមែនដូចឃ្មុំផ្លិតយើងទេណាបាទឃ្មុំផ្លិតយើងហើរបានចិត្តទេបាទអញ្ចឹងសំខាន់មែនទែនតកតទៅទៅនឹងការជ្រើសរើសទីតាំងចិញ្ចឹមឃ្មុំហើយការចិញ្ចឹមឃ្មុំនៅក្នុងប្រទេសកម្ពុជាយើងនេះបាទខ្ញុំសង្កេតឃើញកសិករចិញ្ចឹមឃ្មុំនៅក្នុងប្រទេសយើងបងប្អូនបាទគឺគាត់ធ្វើការចិញ្ចឹមចល័តបាទមិនតែកសិករផ្សេងបាទសូម្បីតែខ្ញុំអ្នកចិញ្ចឹមផ្ទាល់ហ្នឹងក៏ខ្ញុំត្រូវចល័តដែរបាទខ្ញុំពីចល័តពីតំបន់មួយទៅតំបន់មួយហើយបន្ទាប់មកចូលមកដល់ផ្ទះខ្លួនឯងវិញបាទរៀងរាល់ឆ្នាំមិនអាចចិញ្ចឹមនៅតែផ្ទះបានទេបើយើងចិញ្ចឹមនៅតែផ្ទះអត់មានទឹកទេបាទអត់មានក្បាលទឹកឃ្មុំទេដោយសារតែនៅផ្ទះយើងនេះធនធានតិចបាទធនធានធម្មជាតិតិចមិនន័យថានៅក្នុងធម្មជាតិនៅជុំវិញផ្ទះខ្ញុំនេះក្នុងបរិវេណប្រហែលជា3-4គីឡូដីឬក៏5គីឡូដីហ្នឹងធនធានធម្មជាតិផ្ដល់ទឹកដមតិចបំផុតហើយលំអងមិនអាចរស់បានអញ្ចឹងនេះជាចំណុចដែលឃ្មុំយើងអាចចិញ្ចឹមបានហើយប៉ុន្តែចំពោះតំបន់ខ្លះគឺអត់មានទាំងពីរបាទវាអត់មានទាំងទឹកដមវាអត់មានទាំងលំអងផ្កាអញ្ចឹងយើងចិញ្ចឹមឃ្មុំអត់កើតទេបើចិញ្ចឹមកើតក៏មិនល្អដែរបាទគឺយើងមិនពិបាកនៅក្នុងការពង្រីកពូជបាទនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងកសិករចិញ្ចឹមឃ្មុំនៅស្រុកយើងនេះគឺបានបែងចែកការចិញ្ចឹមឃ្មុំជា2ដំណាក់កាលបាទទី1បាទដំណាក់កាលទី1គេហៅថាដំណាក់កាលចិញ្ចឹមបំពន់និងពង្រីកពូជហើយដំណាក់កាលទី2នេះគឺគេហៅថាដំណាក់កាលចិញ្ចឹមតាមបែបធម្មជាតិបាទនេះនិយាយរួមទៅថាมันគួរចិញ្ចឹមទេបាទពីព្រោះពេលដែលយើងចូលដល់ចំការធម្មជាតិហ្នឹងគឺយើងថែទាំវាទេបាទយើងបានថែទាំទេយើងអត់បានផ្ដល់ចំណីផ្ដល់អីដល់វាទៀតទេបាទអញ្ចឹងគឺវារស់នៅតាមធម្មជាតិសុទ្ធសាធបាទឃ្មុំព្រៃរស់នៅបែបណាវាក៏រស់នៅបែបហ្នឹងដែរបាទវាស្វែងរកទឹកដមលំអងផ្កាបាទស្វែងរកអីហ្នឹងបាទគឺតាមធម្មជាតិរបស់វាទាំងអស់យើងអត់មានប៉ះពាល់ទេអញ្ចឹងហើយបានថាដំណាក់កាលទី2នេះបាទអាចថាជាដំណាក់កាលធម្មជាតិសុទ្ធសាធបាទសុទ្ធសាធពេលដែលដល់ដំណាក់កាលទី2នេះគឺជាដំណាក់កាលដែលឃ្មុំត្រូវមានក្បាលទឹកហើយបងប្អូនបាទពីព្រោះរដូវដូចជារដូវផ្កាកែវអញ្ចឹងយើងយកធុងឃ្មុំរបស់យើងហ្នឹងទៅដាក់នៅក្នុង
ចំការកែវហ្នឹងក្នុងរយៈពេលប្រហែលជា20ថ្ងៃអីហ្នឹងគឺយើងទទួលបានក្បាលទឹកឃ្មុំហើយបងប្អូនបាទអញ្ចឹងពេលដែលវាបិទចិត្តវាគ្រប់អាយុបាទយើងនឹងធ្វើការប្រមូលផលទៅតាមបច្ចេកទេសបាទហើយការប្រមូលផលហ្នឹងគឺមិនប៉ះពាល់ដល់វងឃ្មុំធ្វើឲ្យវងឃ្មុំនឹងរត់ទៅនេះរត់ទៅនោះហើយបាទពីព្រោះពូជឃ្មុំរបស់យើងគឺវាបាទហ្សែនរបស់វាគឺចាំសំបុកតែម្ដងយើងយកទឹកហើយគឺវាអត់រត់ទេប៉ុន្តែបើពូជឃ្មុំនៅក្នុងស្រុកយើងក្រោយពីយើងយកឃ្មុំហើយយកក្បាលទឹកអីហើយបាទវាអាចចល័តទៅតំបន់មួយទៀតអញ្ចឹងបាទសូមបញ្ជាក់ថាឃ្មុំដែលយើងចិញ្ចឹមពូជឃ្មុំដែលយើងចិញ្ចឹមនេះហ្សែនរបស់វាបាទគឺចាំសំបុកបានល្អណាស់វាអត់ចោលសំបុកដូចវងឃ្មុំក្នុងស្រុករបស់យើងទេបាទហើយបើសិនជាករណីថាចំនួនឃ្មុំវងឃ្មុំតិចទេបាទពេលយើងយកទៅដាក់នៅក្នុងចំការកែវហ្នឹងមានចំនួនធុងឃ្មុំតិចអញ្ចឹងយើងនឹងទទួលបានទឹកច្រើនហើយយើងអាចប្រមូលបានច្រើនសារទៀតប៉ុន្តែបើករណីឃ្មុំច្រើនពេកបាទវងឃ្មុំធំដល់ពេលគេហៅថាក្នុងចំការហ្នឹងវាមានកម្រិតរបស់វាបងប្អូនបាទដល់ពេលឃ្មុំច្រើនពេកអញ្ចឹងវាអត់សៀតគ្រប់ទេទឹកដមបញ្ចេញមកវាបឺតអស់លីងហើយលំអងផ្កាលំអងអីហ្នឹងបាទវារំដើមគ្នាប្រមូលដល់ពេលអញ្ចឹងធ្វើឲ្យឃ្មុំហ្នឹងចំណាយពេលច្រើនទៅលើការប្រមូលពីធម្មជាតិហើយដល់ពេលដល់ក្នុងសម្បុកហ្នឹងក៏ស៊ីឥតគ្រប់ទៀតអញ្ចឹងធ្វើឲ្យការផលិតទឹកឃ្មុំហ្នឹងប្រើពេលវេលាយូរបាទឧទាហរណ៍ថាបើសិនជាវាសម្បូរចំការច្រើនពេលវេលាដែលឃ្មុំផលិតទឹកហ្នឹងគឺអាចរយៈពេលត្រឹមតែ15ថ្ងៃទៅ20ថ្ងៃហ្នឹងគឺទទួលបានផលហើយប៉ុន្តែបើសិនជាឃ្មុំច្រើនពេកបាទអញ្ចឹងវាអាចលើសពី20ថ្ងៃទើបបានទឹកបាទហើយសូមបញ្ជាក់ថានៅក្នុងចំការកែវនេះគឺយើងអាចប្រមូលផលបាន2ដងបាទយ៉ាងតិច2ដងបាទអាច2ទៅ3ដងនឹងអស់ហើយណាបងអត់ច្រើនជាងហ្នឹងទេហើយតផុតពីចការកែវនឹងទៅគឺយើងអាចបំលាស់ទីបាទយើងអាចបំលាស់ទីទៅចំការកស៊ូទៀតអញ្ចឹងដល់ពេលទៅដល់ចការកស៊ូហ្នឹងដាក់បានប្រហែលជាខ្ទង់កន្លះខែហ្នឹងគឺយើងអាចប្រមូលផលបានទៀតហើយបងប្អូនបាទអានេះខ្ញុំនិយាយថាករណីដែលនៅតំបន់ចការកស៊ូហ្នឹងវាកំពុងតែជុះស្លឹកបាទកំពុងតែជុះស្លឹកខ្លះហើយចាប់ផ្ដើមលាស់ត្រួយខ្លះអាហ្នឹងធំតែកន្លះខែហ្នឹងគឺឃ្មុំយើងអាចទទួលបានក្បាលទឹកទៀតហើយបងប្អូនបាទតែបើករណីដែលថាយើងយកឃ្មុំយើងចូលចការកស៊ូយឺតអាចថាស្លឹកកស៊ូនឹងជ្រុះអស់ហើយវាចាប់ដើមចេញត្រួយខ្លះហើយលាស់លឹកខៀវខ្លះអញ្ចឹងអានេះប្រហែលជាយូរតិចបងប្អូនបាទប្រហែលជាតតពាក់ដល់បាទប្រហែលជាអាចជិតដល់ខែមីនាបាទបងប្អូនបាទដើមខែមីនាទៅអាចប្រមូលទឹកបានអញ្ចឹងយូរហើយភាគច្រើនកស៊ូវាអត់ទៀងទាត់ទេពីមួយឆ្នាំទៅមួយឆ្នាំបាទអត់អាចទាយទុកបានទេហើយក៏អាចប៉ាន់ស្មានបានដែរបាទបងប្អូនចូលទៅដល់ចំការកស៊ូនេះគឺយើងអាចប្រមូលផលបានប្រហែលជា2ដងណាបងប្អូនបាទ2ដងហើយថ្ងៃប្រមូលផលចុងក្រោយនោះបាទនៅទី2នោះប្រហែលជាអាចនៅរដូវខែចែកណាបងប្អូនបាទខែចែកហ្នឹងគឺយើងអាចប្រមូលផលលើកទី2ឬក៏ទី3បានដែរបងប្អូនណាបាទជាទូទៅគឺជិតដល់ពេលចូលឆ្នាំខ្មែរបងប្អូនបាទយើងអាចប្រមូលផលជាលើកទី2បានហើយបន្ទាប់ពីនេះគឺយើងអាចចល័តឃ្មុំយើងហ្នឹងចូលទៅក្នុងចំការតង៉ែនឬក៏ចំការផ្សេងទៀតបាទចំការផ្កាព្រៃអញ្ចឹងណាបាទយើងអាចយកទៅដាក់បាននៅពេលដែលយើងសិក្សាឃើញថា
វានឹងមានចេញផ្កាឬក៏ទឹកដមគ្រប់គ្រាន់បាទបើសិនជាយើងមិនអាចរកប្រភពបានបន្តទៀតទេបាទប្រភពផ្កាឬក៏តំបន់ដែលអាចចេញផ្កាទឹកដមអីហ្នឹងអញ្ចឹងយើងត្រូវតែយកចូលផ្ទះយើងវិញណាបងប្អូនគឺយើងអាចចាប់ផ្ដើមសារថ្មីបានទៀតដែរបាទគឺត្រូវចិញ្ចឹមឃ្មុំថែទាំបំពន់បាទហើយបើឃ្មុំយើងនឹងអន់ខ្លាំងយើងជំរុះវាចោលហើយយើងទុកតែឃ្មុំណាល្អៗទេដើម្បីបង្កាត់ពូជបំពាក់បំពន់វាទៅសម្រាប់នៅរដូវឆ្នាំក្រោយទៀតបាទអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញជូនតែប៉ុណ្ណឹងបាទគឺលើកក្រោយទៀតខ្ញុំនឹងនិយាយអំពីការជ្រើសរើសពូជឃ្មុំបាទពូជឃ្មុំអ្វីដែលយើងគួរជ្រើសរើសយកមកចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាយើងបាទសូមអរគុណ